ទូប្រតិកម្មនឹងសម្ដីរដ្ឋមន្ត្រីធនធានទឹកថាឥឡូវពួកកាសែតខូចណាខណៈដែលលោកអភិបាលខេត្តកំពង់ចាមបន្តតាមក្រោយថាដាក់ខ្នោះមួយពីអីទើបដឹងខ្លួនឥឡូវពួកកាសែតគាត់ខូចគាត់តើកន្លែងណាឲ្យច្បាប់ខូចក៏ដោយគាត់ថតបកដែរគាត់ថតពីណាទៅដូចអញ្ចឹងបាទកន្លែងគេមានឲ្យវាបាទនិយាយពីមួយពីរទៅមកប្រជាពលរដ្ឋជាពិសេសអ្នកសារព័ត៌មានបាននឹងកំពុងផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅនឹងសម្ដីរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមដែលបានប្រើពាក្យថាពួកកាសែតឥឡូវខូចណាទោះបីកន្លែងឲ្យច្បាប់ក៏ដោយក៏ពួកគាត់ថតបង្ហោះដែរខណៈដែលអភិបាលខេត្តកំពង់ចាមលោកអ៊ុនច័ន្ទដាក៏បានបន្តតាមក្រោយថាដាក់ខ្នោះមួយពីអីទើបដឹងខ្លួនជុំវិញរឿងនេះលោកផៃវណ្ណៈចាងវាងគេហទំព័រផៃវណ្ណៈញូបានបញ្ចេញមតិថាយប់មិញបង្ហោះវីដេអូខ្លីមួយដែលរដ្ឋមន្ត្រីក្រសួងធនធានទឹកនិយាយថាឲ្យអ្នកកាសែតខូចណាបន្ទាប់ពីបង្ហោះបាន34នាទី Facebook remove ចេញបាត់ខ្ញុំមិនទោសមនាស់ចំពោះពាក្យសម្ដីអាដាមរដ្ឋមន្ត្រីទេព្រោះអ្នកសារព័ត៌មានមានល្អមានអាក្រក់ខ្លាំងមែនប៉ុន្តែខ្ញុំសំណូមពរអាដាមរដ្ឋមន្ត្រីថ្ងៃក្រោយមេត្តានិយាយឲ្យចំបុគ្គលកាសែតរូបណាដែលខូចខលនោះទៅកុំប្រើពាក្យពួកបែបនេះវាប៉ះពាល់ដល់អ្នកកាសែតដែលល្អត្រឹមត្រូវច្រើនលោកផៃវណ្ណៈបានបន្តថាសូមមេត្តាកុំចាត់ទុកអ្នកកាសែតជាសត្រូវមន្ត្រីនិងអ្នកកាសែតជាដៃគូសហការមិនអាចខ្វះបានចំណែកបងប្អូនអ្នកកាសែតមួយចំនួនតូចដែលកំពុងធ្វើខុសក្រមវិជ្ជាជីវៈសារព័ត៌មានមេត្តាកែលម្អចំណុចខ្វះខាតរបស់ខ្លួនឡើងវិញមុននឹងសរសេរអំពីប្រធានបទអ្វីមួយត្រូវប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយជាពិសេសត្រូវមានប្រភពច្បាស់លាស់ឯកសារយោងត្រឹមត្រូវដើម្បីជាមូលដ្ឋានការពារខ្លួនពេលគេប្រតិកម្ម